សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាស្ដីពីហានិភ័យមួយចំនួនដែលអាចកើតឡើងនៅរមណីយដ្ឋានអង្គរដោយសារឥទ្ធិពលខ្យល់ព្យុះទី4ឈ្មោះស៊ីនឡាគូតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី10ខែមេសាឆ្នាំ2026របស់ក្រសួងធនធានទឹកនិងអូតូនិយមប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលមួយចំនួនពីខ្យល់ព្យុះទី4ឈ្មោះស៊ីនឡាគូចាប់ពីថ្ងៃទី14ដល់ថ្ងៃទី25ខែមេសាឆ្នាំ2026ក្នុងនោះខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលខ្លះៗផងដែរតាមរយៈនេះរមណីយដ្ឋានអង្គរនឹងទទួលរងផលប៉ះពាល់មួយចំនួនកើតចេញពីឥទ្ធិពលខ្យល់ព្យុះនេះដែលអាចបង្កឲ្យមានភ្លៀងធ្លាក់ផ្គររន្ទះលាយឡំជាមួយខ្យល់កន្ត្រាក់ដែលជាហេតុបណ្ដាលឲ្យដីជ្រាយងាយរលំឬបាក់មែកឈើនានាជាយថាហេតុនៅតាមទីតាំងមួយចំនួនក្នុងន័យនេះអាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជនភ្ញៀវទេសចរជាតិអន្តរជាតិអ្នកបើកបរយានគ្រប់ប្រភេទនិងអ្នកដឹកភ្ញៀវទេសចរទាំងអស់សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរឬទស្សនាប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរជាពិសេសក្នុងអំឡុងពេលខាងលើដោយសូមមេត្តាកុំចតយានគ្រប់ប្រភេទឬឈប់ជ្រកក្រោមដើមឈើដើម្បីបង្ការនៅហានិភ័យនានាដែលអាចបណ្ដាលឲ្យរងរបួសឬខូចខាតទ្រព្យសម្បត្តិឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរសេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជនភ្ញៀវទេសចរជាតិអន្តរជាតិអ្នកបើកបរយានគ្រប់ប្រភេទនិងអ្នកដឹកភ្ញៀវទេសចរទាំងអស់មេត្តាជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តតាមការគួរថ្ងៃច័ន្ទ11ខែចែកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569សៀមរាបថ្ងៃទី13ខែមេសាឆ្នាំ2026